សម្រាប់ចុងសប្តាហ៍នេះបងប្អូនធ្វើអីញ៉ាំជុំគ្រួសារបើសិនជាបងប្អូននឹងអត់ទាន់ឃើញថាធ្វើអីញ៉ាំទេអាចមកធ្វើគោកិច្ចញ៉ាំដូចខ្ញុំបានណាសម្រាប់ទឹកជ្រលក់ញ៉ាំមួយគោកិច្ចវិញណាបងប្អូនថ្ងៃនេះខ្ញុំលាយវាមួយពងមាន់ក្រហមទៀតតែមានអីបងប្អូនឆ្ងាញ់មួយយ៉ាងដែរតែដាក់ចូលមាត់ទៅខ្ទិះឈ្ងុយពងមាន់ហ្មងណាមកឥឡូវកម្រៃរាប់ច្រើនបងប្អូនមើលវិធីធ្វើគោកិច្ចរបស់ខ្ញុំវិញណាដំបូងយើងត្រូវរើសសាច់គោណាដែលទន់ឲ្យផុយល្អបងប្អូនតើមកយើងហាន់វាឲ្យទៅយើងដាក់អំបិលស្ករប៊ីចេងម្សៅស៊ុបប្រេងខ្យងបន្ថែមវាមួយល្ងសទៀតបងប្អូនដើម្បីឲ្យវាកាន់តែរសជាតិឆ្ងាញ់អញ្ចឹងណាគ្រឿងផ្សំដែលប្រឡាក់នៅក្នុងសាច់គោបងប្អូនកុំដាក់ច្រើនពេកទេដាក់ច្រើនពេកវាអាចប្រៃអញ្ចឹងព្រោះយើងនៅជ្រលក់ទឹកទៅរូទៀតណាទឹកជ្រលក់ទៅរូវិញណាបងប្អូនខ្ញុំប្រើវាចំនួន1 កែវខ្ញុំដាក់ប៊ីចេងប្រហែលជា1 លភាខ្ញុំដាក់ទៅដល់គោខាប់កន្លះកំប៉ុងរួចរាល់ជាការស្រាច់ហ្មងបងប្អូនពេលយើងកូរចូលគ្នារួចទៅសម្រាប់បន្លែវិញបងប្អូនដាក់តាមការចូលចិត្តអញ្ចឹងណាបងប្អូនប៉ុន្តែសម្រាប់បន្លែដែលនៅក្នុងចង្អេររបស់ខ្ញុំនេះបងប្អូនខ្ញុំ recommend ថាបងប្អូនកុំចោលមួយណាឲ្យសោះគឺឆ្ងាញ់ទាំងអស់ហ្មងបងប្អូនសម្រាប់ប៊ឺវិញក៏ដូចគ្នាបងប្អូនខ្ញុំ recommend ឲ្យបងប្អូនយកប៊ឺវៀតណាមដោយសារប៊ឺវៀតណាមវាឈ្ងុយវាមិនធម្មតាឈ្ងុយធម្មតាវាឈ្ងុយខ្លាំងហ្មងបងប្អូនទឹកជ្រលក់វិញបងប្អូនរៀបញ៉ាំចាំបងប្អូនដាក់ម្ទេសដាក់ខ្ទឹមច្បាច់ក្រូចឆ្មាចូលមកចនិតអូយអានឹងកាន់តែរសជាតិអែមហ្មងបើសិនជាបងប្អូនថែមពងមាន់ក្រហមដូចក្បាលវីដេអូរបស់ខ្ញុំដាក់ទៀតណាអូយបែ in the world ហ្មងសាច់អាំងមួយមុខនេះសាច់អាំងឬគេហៅគោកិច្ចឬគេហៅគោឡើងភ្នំនេះហ៎បងប្អូនវាងាយស្រួលធ្វើវាធ្វើលឿនហើយវាញ៉ាំឆ្ងាញ់ទៀតសិនជាបងប្អូនមានការជួបជុំនៅផ្ទះមួយគ្រួសារបងប្អូនអាចបន្ថែមវាជាមួយមឹកមួយបកាតាមចំណង់ចំណូលចិត្តបងប្អូនទៀតណាកាន់តែឆ្ងាញ់លើសនឹងទៅទៀតណាបងប្អូនគ្រប់ម្ហូបទាំងអស់តែយើងចេះធ្វើខ្លួនឯងទៅបងប្អូនវាសេវលុយបានច្រើនមែនតែនហ្មង